សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូអំពីរបៀបនៃការប្រើប្រាស់ indicator snapper បបរ data ឲ្យបានត្រឹមត្រូវអញ្ចឹងជាដំបូងយើងត្រូវចូលទៅក្នុង TradingView ហើយដំឡើង indicator snapper បបរ data នោះអ្នកទាំងអស់គ្នានឹងឃើញ visual ដូចដែលខ្ញុំបង្ហាញនេះហើយអត្ថន័យរបស់ snapper បបរ data indicator ហ្នឹងគឺវាបង្ហាញពី order flow នៅក្នុងផ្សារជាក់ស្ដែងពីទិន្នន័យថា buyer ឬក៏ seller នៅ in control លក្ខខណ្ឌនៃការប្រើប្រាស់គឺយើងប្រើប្រាស់នៅក្នុង New York Session ចន្លោះពីម៉ោង8:45ទៅម៉ោង10យប់ហើយយើងប្រើប្រាស់នៅលើ time frame chart 5នាទីហើយបន្ទាប់មកគឺយើងគូសនៅបន្ទាត់មួយដែលមានម៉ោងចន្លោះ8:45ទៅម៉ោង10យប់ដោយដែលអ្នកទាំងអស់គ្នាបានឃើញនៅលើ chart ហើយក្នុងនោះដែរគឺយើងត្រូវ analyze ទៅលើ candle 10ចុងក្រោយថា seller ឬក៏ buyer នៅ in control ក្នុងករណីនេះគឺ seller នៅ in control អញ្ចឹងអ្វីដែលយើងចាំគឺយើងត្រូវចាំដល់ម៉ោង kill zone អញ្ចឹងខ្ញុំនឹង back test ឲ្យអ្នកទាំងអស់គ្នាមើល pre market នៅ price action ជាក់ស្ដែងនៅពេលដែល bubble វាបង្ហាញក្នុងករណីនេះគឺយើងឃើញមាន bubble seller មកហើយប៉ុន្តែយើងអត់ទាន់ចាប់វាថា confirm ទេដោយសារ bubble ហ្នឹងគឺទូចគឺយើងត្រូវចាំ bubble ណាដែលមានទំហំធំដែលបង្ហាញអំពី volume នៅក្នុងការទៅ direction ណាមួយជាក់លាក់ដោយដែលអ្នកទាំងអស់គ្នាបានឃើញ bubble ធំចាប់ផ្ដើមមកហើយ bubble ហ្នឹងគឺបង្ហាញអំពី seller នៅ in control អញ្ចឹងអ្វីដែលយើងត្រូវធ្វើជាក់ស្ដែងគឺយើងត្រូវមើល candle 10ចុងក្រោយហ្នឹងថាតើ buyer ឬក៏ seller នៅ in control ហើយករណីនេះគឺ seller នៅ in control ហើយដល់ម៉ោង kill zone គឺយើងត្រូវចាំថានៅម៉ោងចន្លោះ8:45ទៅដល់ម៉ោង10យប់ហើយក្នុងករណីនេះគឺផ្សារបានចុះហើយបន្ទាប់មកដល់ម៉ោង kill zone គឺវាបានឡើងទៅចាក់យក fair value gap មួយខ្ញុំនឹងគួរឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងចំពោះ entry model អ្នកទាំងអស់គ្នាអាចប្រើប្រាស់ entry model តាម risk to reward របស់អ្នកទាំងអស់គ្នាបានក្នុងករណីនេះគឺខ្ញុំ entry ហើយខ្ញុំដាក់ stop loss លើ liquidity ចាស់ហើយបន្ទាប់មកខ្ញុំ target liquidity ដែលគៀកខ្លួនខ្ញុំជាងគេអញ្ចឹងជាក់ស្ដែងគឺផ្សារបាន move ទៅតាមការ analyze របស់យើងមែនគឺ seller នៅ in control អញ្ចឹងខ្ញុំនឹងធ្វើការ back test មួយទៀតក្នុងករណីនេះគឺអ្នកទាំងអស់គ្នាឃើញហើយ bubble គឺបង្ហាញថា buyer នៅ in control ហើយអ្វីដែលយើងត្រូវចាំគឺយើងត្រូវចាំថា window time frame tradable គឺម៉ោង8:45ទៅដល់ម៉ោង10យប់អញ្ចឹងខ្ញុំនឹង back test pre market ឲ្យអ្នកទាំងអស់គ្នាបានឃើញគឺយើងត្រូវធ្វើដូចរាល់ដងអញ្ចឹងយើងត្រូវចាំមើល last 10 candle ថាវាបង្ហាញថា buyer ឬក៏ seller នៅ in control ក្នុងករណីនេះគឺយើងឃើញហើយថាមុនចូលទៅដល់ kill zone គឺ buyer នៅ in control អញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាអាចធ្វើបានគឺយើងធ្វើការចូល position ទៅតាម risk និង reward និង entry model របស់អ្នកទាំងអស់គ្នាទៅជាក់ស្ដែងគឺ trade នេះគឺខ្ញុំ trade បែប break out នៅពេលដែលវាមក retest confirm ថា break មាន engulfing candle គឺយើងអាចចូលហើយដាក់ stop loss នៅក្រោម swing low ចាស់ហើយយើង target liquidity ដែលគៀកខ្លួនយើងបំផុតនៅខាងលើហ្នឹងអញ្ចឹងចាំមើលថា scenario នេះវា play out អត់ទៅតាម bubble អញ្ចឹងវិធីសាស្ត្រនៅក្នុងការប្រើ snapper bubble data គឺមានតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់អ្នកទាំងអស់គ្នាក្នុងការតាមដានវីដេអូមួយនេះ